កុំថាអីថាវ៉ាន់ពុកម៉ែបងប្អូនអើយបានដូចម្ដងហើយឥឡូវហ្នឹងបានមកតែងការនៅពួតហើយនៅខាងពងថាចយើងហ្នឹងតែអត់ដល់ផ្សារពងថាចទេនៅរៀងខាងលើនឹងទៀតចឹងណាគៀងគៀកខេត្តតាកែវដែរហើយមេឃលេងដល់ហើយថ្ងៃចូលហងអស់និយាយបដ ாய் ណាហើយឥឡូវយើងមកមើលការតែងមុខងារការផាត់មុខរបស់កូនមុំអ្នកខេត្តពួតកូនមុំនេះនៅខេត្តពួតតែគាត់ធ្វើការនៅពងសមអញ្ចឹងណាហើយការ make up ពេលល្ងាចគឺថាបែបសតុនយើងរក្សានៅភាពថ្លៃថ្នូររបស់កូនក្រមុំនីមួយអត់សិចស៊ីពេកអត់ឆើតឆាយពេកហើយមើលទៅក៏អត់សកុតសកុំពេកដែរស័កសមជាមួយនឹងកម្មវិធីពេលល្ងាចប៉ុន្តែមេឃលេងដល់ហើយអាងែកមិនតាន់ខ្យល់បាក់វូមកភ្លៀងពេញតរងការលិចពេញតហ្នឹងហើយឥឡូវឆាចបដ ாய் ហើយឥឡូវយើងចូលដល់ការផាត់មុខពេលព្រឹកស្អីក៏ស្អីដាក់តឆាចបដ ாய் ហ្នឹងប៉ុន្តែការផាត់មុខពេលព្រឹកហ្នឹងសូមរៀងដិតហ៊ីរៀងលះតិចទៅព្រោះដោយសារយើងមានបងប្អូនញាតិមិត្តញាតិផៅសន្តានហ្នឹងគាត់ចូលរួមរៀងច្រើនចា៎ម្ល៉េះហើយយើងត្រូវតែ make up ធ្វើម៉េចឲ្យស័ក្តិសមជាមួយនឹងពេលព្រឹកចោះចំនួនហើយផ្កាស្លាទទួលផ្កាស្លាអីហ្នឹងឯងហើយការ make up មើលតាមតាវីដេអូហ្នឹងទៅមិនបានប្រាប់អីច្រើនមុំពេកទេបាទយើងមើលទៅកាត់ទៅកន្លែងណាអត់ចេះឆាតមកសួរមកចាំប្រាប់តាមក្រោយប៉ុន្តែការ make up មួយនេះមើលទៅប្លែកសាហាវដែរណាពុកម៉ែបងប្អូនគ្នាឥឡូវយើងមកមើលសម្រស់នៅពេលដែលកូនគាត់បានស្លៀកឈុតស្បៃខ្មែរពេលព្រឹកណាថាស្រស់ស្អាតខ្លាំងមែនទែនហើយចំពោះសក់វិញគឺយើងលើកឡើងផុតបាទតាមសម័យកាលបច្ចុប្បន្ននេះឯងថាសក់ជំនាន់មុនវិញភ្លេចធ្វើអស់ហើយពុកម៉ែបងប្អូននឹងដឹងធ្វើយ៉ាងម៉េចយ៉ាងម៉ាខ្លះទៅបើឲ្យធ្វើដូចជំនាន់មុនវិញគេធ្វើមិនចាញ់ទេហើយថាការហែចំនួនខាងអ្នកអពតហ្នឹងមនុស្សរៀងច្រើនមកដែរណាហើយរោងនេះរៀងសើមទឹកសើមដីបន្តិចមេឃភ្លៀងពីអាងែកនេះរៀងក្រាស់ក្រែលដែរអស់មួយមេទៅមេគ្រាន់ងឹតឆ្លប់ភ្លៀងម្ដាយបន្ទាប់ពីហែចំនួនហែឥឡូវយើងចូលដល់ឈុតកាត់សក់ម្ដងកាត់សក់ហ្នឹងក៏មិនធម្មតាដែរពុកម៉ែបងប្អូនគ្នាឆ្អាតណាបាទហើយមើលតែមកកត់ទៅដឹងហើយមកកត់ធំចេញមកឆ្វាច់បដាយណាហើយហ្នឹងហើយអ្នកទាំងអស់គ្នាបើសិនជាស្រឡាញ់ការ make up ផាន់ខ្ញុំអីអាចតាក់តងមកបានហើយហ្នឹងហើយតម្លៃដូចតែគេដូចតែឯងតាមចិត្តតាមថ្ងៃដែរហ្នឹងបើថ្ងៃទៅអស់ថ្លៃឡានរៀងក្រែលគួសមដែរហើយបើចិត្តហ្នឹងរៀងតាមហ្នឹងចឹងទៅពុកម៉ែបងប្អូនអរគ្នាហើយអរគុណមែនតើអ្នកខាងខេត្តពួតដែលបានស្រឡាញ់ការផាត់មុខផាត់ខ្ញុំណាហើយបន្ទាប់មកឈុតសែនចុងដៃចុងក្រោយហើយហងនៅនេះអត់បានដើររកកាហ្វេម៉ាស៊ីនអីផឹកឯងមានកាហ្វេ Fin ហ្នឹងហើយបន្ទាប់មកចូលដល់ការ make up ពេលអាងែកសក់ទឹកអាឡូកបាទស្លៀករ៉ូបថតមុនព្រោះដោយសារតាកាលណាយើងថតរ៉ូបក្រោយទៅវាកាន់តែយូរហើយសក់ហ្នឹងវាអាចនឹងលាអញ្ចឹងណាពុកម៉ែបងប្អូនអ្នកគ្នាម្ល៉េះហើយនៅពេលដែលយើងផាត់មុខពេលល្ងាចហើយយើងស្លៀករ៉ូបថតមុនទៅការផាត់មុខពេលអាងែកយើងសុំរៀងលះបាទកូនកំមុំសុំធ្វើម៉េចមកឆ្អាតណានៅក្រៅឆ្អាតខ្លាំងណាអ្នកនរគ្នាឆ្អាតមកតែថតទូរស័ព្ទមកទៅភ្លើងដាក់បច្ឆះមុខបច្ឆះក្រោយមកទៅដូចជាមិនសូវណាស់ក៏ប៉ុន្តែនៅតែឆ្អាតមើលទៅឆ្អាតខ្លាំងហ្មងស័កសមជាមួយនឹងកូនកំមុំពេលល្ងាចមែនតើហើយភ្ញៀវគាត់រៀងច្រើនគួរសមដែរហើយបន្ទាប់ពីដាក់ឈុតអឺរ៉ូបហើយឈុតចុងក្រោយអ្នកនរគ្នាឈុតប្រពៃណីយើងហ្នឹងហើយវីដេអូក៏មានអីច្រើនដែរពុកម៉ែបងប្អូនអើយជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយមកយើងជួបគ្នានៅវីដេអូក្រោយទៀតហើយវីដេអូនេះក៏សូមអធិស្ឋានផងនិយាយខុសត្រូវអីកន្លែងណាអីចឹងណាបាយ